របៀបថែរក្សាថ្លើមនិងតម្រង់នោមឲ្យមានសុខភាពល្អរបៀបថែរក្សាថ្លើមឲ្យមានសុខភាពល្អទី1យើងត្រូវញ៉ាំអាហារដែលល្អសម្រាប់ថ្លើមមានដូចជាបន្លែដែលមានស្លឹកពណ៌បៃតងដូចជា broccoli ស្លឹកបាសស្ពៃអីនឹងជាដើមផ្លែឈើ berry ក្រូចឬក៏ផ្លែប៉ោមជាដើមហើយអាហារដែលមានជាតិសរសៃខ្ពស់ដូចជាដំឡូងស្រូវសាលីសណ្ដែកជាដើមនិងជាតិខ្លាញ់ដែលល្អដូចជាប្រេងអូលីវគ្រាប់ធញ្ញជាតិប្រេងដែលបានពីអាវ៉ូខាដូប្រភេទប្រូតេអ៊ីនល្អមានដូចជាត្រីសាច់មាន់តៅហ៊ូជាដើមទី2កាត់បន្ថយស្ករនិងអាហារកែច្នៃស្ករនិងអាហារកែច្នៃច្រើនអាចបង្កឲ្យមានជំងឺថ្លើមដែលមានខ្លាញ់ច្រើនជំងឺថ្លើមមានខ្លាញ់ចាទី3ជៀសវាងការផឹកស្រាដែលមានបរិមាណច្រើនចាកុំញ៉ាំស្រាច្រើនពេកព្រោះស្រាគឺជាហេតុធំមួយនៃការខូចថ្លើមបើសិនជាប្រើផឹកយើងផឹកស្រាតិចតួចបានហើយទី4ត្រូវរក្សាទម្ងន់ឲ្យមានសុខភាពល្អទម្ងន់លើសពេកវាអាចបង្កឲ្យមានជំងឺឡើងជាតិខ្លាញ់ដែលមិនមែនជាប្រភេទអ្នកផឹកស្រាដែលអង់គ្លេសគេហៅថា non-alcoholic fatty liver disease ទី5ត្រូវផឹកទឹកឲ្យបានច្រើនគ្រប់គ្រាន់ពីព្រោះទឹកជួយឲ្យថ្លើមដំណើរការបានល្អទី6ប្រយ័ត្ននៅក្នុងការប្រើប្រាស់ថ្នាំការប្រើប្រាស់នៅថ្នាំប៉ារ៉ាសេតាមុលឬក៏អាសេតាមីណូហ្វេនច្រើនពេកវាអាចបង្កឲ្យមានការប៉ះពាល់ទៅដល់ថ្លើមទី7ជៀសវាងសារធាតុពុលគឺបន្ថយការទំនាក់ទំនងជាមួយនឹងដូចជាសារធាតុសម្អាតដូចជាថ្នាំកម្ចាត់ក្លិនបន្ទប់ទឹកសាប៊ូដោះបន្ទប់ទឹកអីហ្នឹងណាហើយនឹងថ្នាំពុលថ្នាំបាញ់យើងប្រើឧបករណ៍ការពារនៅពេលដែលយើងត្រូវប្រើប្រាស់ថ្នាំទាំងអស់ហ្នឹងណាអញ្ចឹងយើងត្រូវពាក់ស្រោមដៃពាក់វ៉ែនតាថ្លាហ្នឹងហើយអាចពាក់ម៉ាស់ហើយនឹងបើសិនជាយើងអាចធ្វើបានហើយអ្វីដែលសំខាន់នោះគឺត្រូវបើកបង្អួចឲ្យមានខ្យល់ចេញចូលបានល្អមួយទៀតយើងនិយាយដល់ការថែរក្សាតម្រង់នោមឲ្យវាមានសុខភាពល្អទី1យើងត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ទឹកជួយតម្រង់នោមនៅក្នុងការច្រោះកាកសំណល់ហើយគោលការណ៍ទូទៅគឺ1លីត្រកន្លះទៅ2លីត្រក្នុងមួយថ្ងៃវាអាស្រ័យទៅលើសកម្មភាពហើយនិងអាកាសធាតុផងដែរទី2កាត់បន្ថយអាហារដែលមានជាតិប្រៃពោលគឺអំបិលវាធ្វើឲ្យឈាមឡើងហើយនឹងប៉ះពាល់ទៅដល់តម្រង់នោមយើងជៀសវាងអាហារកញ្ចប់អាហារដែលលឿនដែលគេហៅ fast food ហ្នឹងហើយនឹងអាហារដូចជាផ្អាប់ដូចជាទឹកត្រីងៀតទឹកត្រីផ្អែមអីហ្នឹងណាដែលវាប្រៃហ្នឹងយើងត្រូវកាត់បន្ថយចាទី3គ្រប់គ្រងសម្ពាធឈាមហើយនឹងជាតិស្ករជំងឺទឹកនោមផ្អែមហើយនឹងសម្ពាធឈាមខ្ពស់វាគឺជាមូលហេតុយ៉ាងសំខាន់ដែលធ្វើឲ្យខូចតម្រង់នោមទី4ញ៉ាំអាហារល្អសម្រាប់តម្រង់នោមដូចជាប្រភេទផ្លែ berry ផ្លែប៉ោមស្ពៃក្តោបបន្លែដែលមានស្លឹកពណ៌បៃតងហើយគ្រាប់ធញ្ញជាតិជាដើមយើងកុំញ៉ាំប្រូតេអ៊ីនច្រើនពេកលុះត្រាតែគ្រូពេទ្យណែនាំទី5ជៀសវាងការជក់បារីហើយនឹងញ៉ាំស្រាច្រើនពីព្រោះការញ៉ាំបារីហើយនឹងស្រាហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់តម្រង់នោមទី6ប្រយ័ត្ននៅក្នុងការប្រើថ្នាំបំបាត់ការឈឺចាប់ចាដូចជាថ្នាំពពួកប៉ារ៉ាសេតាមុល ibuprofen naproxen អីហ្នឹងចាបើយើងញ៉ាំថ្នាំប្រភេទអស់ហ្នឹងញឹកញាប់ពេកហ្នឹងវាធ្វើឲ្យខូចតម្រង់នោមយើងហើយចំណុចទី7គឺយើងត្រូវហាត់ប្រាណឲ្យបានទៀងទាត់ពីព្រោះការហាត់ប្រាណហ្នឹងវាជួយឲ្យយើងរក្សាទម្ងន់ឲ្យបានល្អហើយជួយដល់ការរក្សាសម្ពាធឈាមហើយនឹងចរន្តឈាមផងដែរចាចុះនៅពេលណាទៅដែលយើងត្រូវទៅជួបគ្រូពេទ្យយើងគួរតែទៅជួបគ្រូពេទ្យនៅពេលដែលយើងមានអាការៈដូចខាងក្រោមនេះមានការនឿយហត់អស់កម្លាំងជាប់ជាប្រចាំមានការហើមជើងហើមកជើងហើយនឹងមានអារម្មណ៍ថាហើមនៅជុំវិញភ្នែកហើយទឹកនោមរបស់យើងនឹងមានពណ៌ដិតយើងមានអាការៈឈឺពោះឈឺខ្នងហើយយើងមានការស្រកទម្ងន់ដោយមិនអាចបកស្រាយបានចាអត់ដឹងថាមូលហេតុអីសុកតែស្រកទម្ងន់
ហើយមួយទៀតនៅពេលដែលយើងមានការបម្រែបម្រួលទឹកនោមរបស់យើងដូចជានោមឈឺនោមញឹកញាប់ខុសធម្មតានោមតិចជាពិសេសគឺឈឺនឹងហ្មងអញ្ចឹងហើយបើសិនជាយើងមានអាការៈទាំងអស់ហ្នឹងយើងគួរតែទៅជួបគ្រូពេទ្យចាឲ្យបានកាន់តែឆាប់កាន់តែល្អពីព្រោះដើម្បីឲ្យគ្រូពេទ្យគាត់បានតាមដានដើម្បីឲ្យយើងដឹងនៅសញ្ញាមុនដើម្បីចាត់វិធានការការពារជៀសវាងកុំឲ្យមាននៅអាការៈធ្ងន់ធ្ងរដែលវាងាយនឹងយឺតពេលក្នុងការព្យាបាល